អ្នកដឹកនាំដែលឈានមកដល់កម្រិតទី2នឹងបដូរពីខ្លួនឯងមកជាពួកយើងគន្លឹះសំខាន់ដែលជួយឲ្យឈានទៅរកកម្រិតនៃការទទួលស្គាល់គឺការមានផ្នត់គំនិតដែលត្រឹមត្រូវអ្នកដឹកនាំកម្រិតទី2ចាត់ទុកជាឧទាហរណ៍ដ៏ល្អមួយនៃពំនូលរបស់ J. Donald Walter ដែលនិយាយថាភាពជាអ្នកដឹកនាំគឺជាឱកាសដែលបានបម្រើអ្នកដទៃអ្នកដឹកនាំដែលមានការទទួលស្គាល់តែងលើកដំកើងអ្នកដទៃចង់ជួយអ្នកដទៃនិងចង់ឃើញពួកគេទាំងនោះទទួលជោគជ័យផ្នត់គំនិតជាទូទៅរបស់អ្នកដឹកនាំប្រភេទនេះគឺបម្រើអ្នកដទៃនិងជួយឲ្យអ្នករួមការងារបានបញ្ចេញថ្វីដៃរបស់ខ្លួនយ៉ាងពេញទំហឹងកម្រិតទី2គឺជាកម្រិតនៃការទទួលស្គាល់អ្នកមិនអាចដឹកនាំនរណាបានទេលុះត្រាតែអ្នកពេញចិត្តនឹងពួកគេការឈានពីមុខតំណែង position ទៅរកការទទួលស្គាល់ឬការយល់ព្រម permission ចាត់ទុកថាជាជំហានពិតប្រាកដទី1នៃភាពជាអ្នកដឹកនាំហើយអ្វីទើបខ្ញុំនិយាយបែបនេះព្រោះសារៈសំខាន់នៃភាពជាអ្នកដឹកនាំស្ថិតលើឥទ្ធិពលការជំរុញឬអូសទាញឲ្យអ្នកដទៃធ្វើកិច្ចការផ្សេងៗអ្នកដឹកនាំដែលពឹងមុខតំណែងទៅជំរុញឲ្យអ្នកដទៃធ្វើការតែមិនសូវបានអភិវឌ្ឍអំពីវិធីជំរុញទឹកចិត្តពួកគេទាំងនោះទេអ្នកនៅក្រោមបញ្ជាដែលព្រមធ្វើតាមបញ្ជាគឺមកពីពួកគេយល់ថាវាចាំបាច់ត្រូវធ្វើអ្វីទាំងនេះក៏ដើម្បីបានទទួលតម្លៃឈ្នួលដើម្បីឲ្យមានការងារធ្វើតទៅទៀតនិងហេតុផលជាច្រើនផ្សេងទៀតផ្ទុយមកវិញបើអ្នកដឹកនាំបានសិក្សាពីការបំពេញតួនាទីក្នុងកម្រិតនៃការទទួលស្គាល់នោះអ្វីគ្រប់យ៉ាងក៏នឹងផ្លាស់ប្ដូរធម្មជាតិរបស់មនុស្សពុំមែនគ្រាន់តែធ្វើតាមបញ្ជាទេតែគេនឹងស្ម័គ្រចិត្តធ្វើតាមដោយពេញចិត្តដោយប្រើសម្ព័ន្ធភាពពុំមែនដោយតំណែងទេការសាងសម្ព័ន្ធភាពជាមួយអ្នកដទៃជាការសាងគ្រឹះដ៏សំខាន់នៃការបំពេញតួនាទីជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពហើយថែមទាំងជាការចាប់ផ្ដើមជំរុះវប្បធម៌កៅអីនិយមរបស់អង្គភាពឲ្យសល់កាន់តែតិចព្រោះមនុស្សធ្វើការក្នុងវិស័យខុសគ្នាតួនាទីខុសគ្នានិងផ្នែកខុសគ្នាបានសាងសម្ព័ន្ធភាពជាមួយគ្នានៅពេលមានរនាំងរវាងគ្នាកាន់តែតិចសម្ព័ន្ធភាពក៏កាន់តែស្និទ្ធស្នាលមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំក៏កាន់តែរឹងមាំឡើងពេលមនុស្សទទួលដឹងថាមានអ្នកដទៃពេញចិត្តមានអ្នកដទៃយកចិត្តទុកដាក់មានអ្នកដទៃផ្ដល់លទ្ធភាពឲ្យចូលមករួមចំណែកគេក៏មានអារម្មណ៍ថាមានអ្នកដទៃឃើញពីគុណតម្លៃព្រមទាំងបានទទួលការទុកចិត្តនោះពួកគេនឹងចាប់ផ្ដើមរួមសហការជាមួយអ្នកដឹកនាំនិងអ្នកដទៃផ្សេងទៀតដែលនឹងធ្វើឲ្យបរិយាកាសការធ្វើការផ្លាស់ប្ដូរទាំងស្រុងមានពំនូលបុរាណមួយពោលថាមនុស្សនឹងបោះជំហានគៀកស្មាជាមួយអ្នកដឹកនាំដែលចុះសម្រុងនឹងពួកគេសម្ព័ន្ធភាពគឺជាគន្លឹះសំខាន់នៃជោគជ័យមិនថាជាអ្នកព្យាយាមលក់របស់បង្រៀនការងារផ្ដល់ចំណេះដឹងធ្វើជាអ្នកដឹកនាំឬការចាត់ចែងការងារប្រចាំថ្ងៃបើនិយាយពីរឿងលក់ Jeffrey Kidomer អ្នកនិពន្ធសៀវភៅ The Sell Bible និង Little Red Book of Selling បានយករឿងនេះទៅប្រៀបធៀបជាមួយនឹងការលេងប៉ាវស៊ីងសុងដើម្បីពន្យល់ពីភាពសំខាន់នៃការចងសម្ព័ន្ធភាពនឹងអ្នកដទៃកតិកានៃហ្គេមប៉ាវស៊ីងសុងនៃការលក់មានដូចខាងក្រោមសម្ព័ន្ធភាពជាមួយអ្នកដទៃមានអំណាចខ្ពស់ជាងតម្លៃសម្ព័ន្ធភាពជាមួយអ្នកដទៃមានអំណាចខ្ពស់ជាងការដឹកជញ្ជូនទំនិញសម្ព័ន្ធភាពជាមួយអ្នកដទៃមានអំណាចខ្ពស់ជាងគុណភាពសម្ព័ន្ធភាពជាមួយអ្នកដទៃមានអំណាចខ្ពស់ជាងសេវាកម្មរឿងខាងលើនេះអាចយកមកប្រើជាមួយភាពជាអ្នកដឹកនាំបានដូចគ្នាគឺសម្ព័ន្ធភាពជាមួយអ្នកដទៃចាត់ទុកថាមានអំណាចខ្លាំងមហាសាលការបោះជំហានទៅរកកម្រិតទី2ជាការអភិវឌ្ឍភាពជាអ្នកដឹកនាំដ៏សំខាន់ព្រោះអ្នកដើរតាមនឹងផ្ដល់ការទទួលស្គាល់ឬស្ម័គ្រចិត្តឲ្យរូបអ្នកដែលមានតំណែងខ្ពស់ជាងដើម្បីឲ្យធ្វើតួនាទីជាអ្នកដឹកនាំពួកគេចាត់ទុកថាជាលើកដំបូងដែលអ្នកក្រោមបញ្ជាចាប់ផ្ដើមបដូរមកធ្វើជាអ្នកដើរតាមហើយថែមទាំងមានន័យថាមានសកម្មភាពកើតឡើងផងដែរចូលចងចាំថាភាពជាអ្នកដឹកនាំមានន័យថាមនុស្សត្រូវដើរឆ្ពោះទៅកន្លែងណាមួយពួកគេទាំងនោះមិនមែននៅស្ងៀមទេប្រសិនបើគ្មានការធ្វើចលនាទៅមុខឬគ្មានការផ្លាស់ប្ដូរវាក៏មិនចាំបាច់មានអ្នកដឹកនាំដែរប្រការល្អនៃការទទួលស្គាល់ទីកន្លែងធ្វើការកាន់តែគួរឲ្យចង់រស់នៅសម្រាប់គ្រប់គ្នាក្នុងកម្រិតទី2មានចំណុចល្អជាច្រើនព្រោះការតាំងចិត្តសាងសម្ព័ន្ធភាពជាមួយអ្នកដទៃ
វានឹងជួយសាងឱកាសថ្មីៗក្នុងភាពជាអ្នកដឹកនាំបានយ៉ាងច្រើនចំណុចល្អបំផុត5កម្រិតមានដូចខាងក្រោម 1. ពេលអ្នកដទៃទទួលស្គាល់ភាពជាអ្នកដឹកនាំវានឹងធ្វើឲ្យការធ្វើការកាន់តែមានភាពសប្បាយរីករាយអ្នកដឹកនាំដែលជាប់ជំពាក់មុខតំណែងតែងមិនសូវមានឆន្ទៈជួយខ្លួនឯងឬជួយអង្គភាពហើយយកចិត្តទុកដាក់អ្នកដទៃតែបន្តិចបន្តួចប៉ុណ្ណោះចំណែកឯអ្នកដឹកនាំដែលឈានមកដល់កម្រិតទី2នឹងបដូរពីខ្លួនឯងមកជាពួកយើងអ្នកដឹកនាំប្រភេទនេះតែងលើកតម្កើងអ្នកដទៃហើយជាជាងប្រើអំណាចពីមុខតំណែងពួកគេនឹងសាងសម្ព័ន្ធភាពហើយប្រើរឿងនេះយកឈ្នះចិត្តអ្នកដទៃផ្នត់គំនិតដែលផ្លាស់ប្ដូរបែបនេះនឹងជួយឲ្យបរិយាកាសការងារផ្លាស់ប្ដូរទៅរកផ្លូវល្អកន្លែងធ្វើការកាន់តែមានបរិយាកាសជាមិត្តមនុស្សចាប់ផ្ដើមរាប់រកគ្នាក្នុងក្រុមមានសម្ព័ន្ធភាពនិងគ្នាកាន់តែល្អមនុស្សលែងមានអេរិយាបថដែលថាត្រូវធ្វើហើយបដូរទៅជាមានអេរិយាបថចង់ធ្វើទើបកន្លែងធ្វើការគួរឲ្យចង់រស់នៅសម្រាប់ពួកគេគ្រប់គ្នាទាំងអ្នកដឹកនាំនិងអ្នកដើរតាមអ្នកដឹកនាំដែលឈានមកដល់កម្រិតទី2នឹងបដូរពីខ្លួនឯងមកជាពួកយើងគន្លឹះសំខាន់ដែលជួយឲ្យឈានទៅរកកម្រិតនៃការទទួលស្គាល់គឺការមានផ្នត់គំនិតដែលត្រឹមត្រូវអ្នកដឹកនាំកម្រិតទី2ចាត់ទុកជាឧទាហរណ៍ដ៏ល្អមួយនៃពំនូលរបស់ J. Donald Walter ដែលនិយាយថាភាពជាអ្នកដឹកនាំគឺជាឱកាសដែលបានបម្រើអ្នកដទៃអ្នកដឹកនាំដែលមានការទទួលស្គាល់តែងលើកតម្កើងអ្នកដទៃចង់ជួយអ្នកដទៃនិងចង់ឃើញពួកគេទាំងនោះទទួលជោគជ័យផ្នត់គំនិតជាទូទៅរបស់អ្នកដឹកនាំប្រភេទនេះគឺបម្រើអ្នកដទៃនិងជួយឲ្យអ្នករួមការងារបានបញ្ចេញថ្វីដៃរបស់ខ្លួនយ៉ាងពេញទំហឹងខ្ញុំនឹកសោកស្ដាយពីខ្លួនឯងដែលថាពេលទទួលតំណែងជាអ្នកដឹកនាំលើកដំបូងក្នុងការធ្វើការងារខ្ញុំយកចិត្តទុកដាក់មកលើខ្លួនឯងនិងអង្គភាពជ្រុលពេកដឹងថាខ្លួនឯងចង់ដើរទៅណាហើយខិតខំមួយក្បាលឲ្យទៅដល់ទីនោះវាពិតជាកំហុសដ៏ធ្ងន់ធ្ងរមួយហើយត្រូវប្រើពេលផ្លាស់ប្ដូរផ្នត់គំនិតរហូតដល់ទៅ 2-3 ឆ្នាំព្រមទាំងពន្យាដំណើររបស់ខ្លួនដើម្បីងាកមកធ្វើការស្គាល់អ្នកដទៃស្រាវជ្រាវឲ្យឃើញថាពួកគេចាប់អារម្មណ៍ពីអ្វីវិធីនេះបានជួយផ្លាស់ប្ដូរជីវិតនិងរូបទម្រង់ភាពជាអ្នកដឹកនាំរបស់ខ្ញុំបានច្រើនកន្លងទៅជាង40ឆ្នាំខ្ញុំផ្លាស់ប្ដូរអស់រលីងសពថ្ងៃនេះរឿងដែលខ្ញុំមានសេចក្តីសុខបំផុតពុំមែនជាការធ្វើការទេតែជាការធ្វើការរួមគ្នាជាមួយក្រុមការងារខ្ញុំឆ្លងផុតពីការជាប់ជំពាក់នឹងការងាររបស់ខ្លួនហើយរកអ្នកដទៃឲ្យមកជួយដើរទៅរកការស្រឡាញ់ក្រុមការងារព្យាយាមរកផ្លូវជួយពួកគេធ្វើឲ្យមាគ៌ានៃភាពជាអ្នកដឹកនាំកាន់តែសប្បាយរីករាយឡើងចំណុចទី2ពេលអ្នកដទៃទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់យើងវានឹងជួយបង្កើនភាពសកម្មក្នុងការងារតើមានអ្វីកើតឡើងនៅពេលយើងត្រូវរស់នៅជាមួយមនុស្សដែលយើងមិនសូវចូលចិត្តឬមនុស្សដែលមិនចូលចិត្តយើងហេតុការណ៍បែបនេះធ្វើឲ្យធម៌ពលថយចុះអស់មែនទេវាធ្វើឲ្យបាក់ទឹកចិត្តទោះជានៅក្នុងសភាពបរិយាកាសធម្មតាក៏ដោយមែនទេបើនៅជាមួយមនុស្សដែលមិនសូវស្គាល់អ្នកត្រូវប្រើធម៌ពលច្រើនធ្វើការស្គាល់ពួកគេមែនទេការសាងសម្ព័ន្ធភាពជាមួយអ្នកដទៃតែងតែត្រូវប្រើធម៌ពលជានិច្ចផ្ទុយទៅវិញតើមានអ្វីកើតឡើងនៅពេលអ្នកនៅជាមួយមនុស្សដែលខ្លួនស្គាល់និងចូលចិត្តវាធ្វើឲ្យកាន់តែមានកម្លាំងកំហែងឃ្លាវខ្លាមែនទេខ្ញុំដឹងព្រោះខ្ញុំធ្លាប់ជួបបទពិសោធន៍បែបនេះការរស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់មិនថាជានៅកន្លែងធ្វើការនៅផ្ទះឬពេលដើរលេងក៏ចាត់ទុកថាមានសេចក្តីសុខដ៏អស្ចារ្យបំផុតហើយធ្វើឲ្យមានភាពឃ្លាវខ្លាស្វាហាប់បានជានិច្ចសម្ព័ន្ធភាពដ៏ល្អជួយសាងភាពសកម្មធ្វើឲ្យសម្ព័ន្ធភាពរបស់មនុស្សយើងប្រព្រឹត្តទៅក្នុងផ្លូវល្អពេលអ្នកចំណាយកម្លាំងឬចំណាយពេលធ្វើការស្គាល់គ្នាជាមួយអ្នកដទៃនិងបង្កើតបានជាសម្ព័ន្ធភាពល្អនោះផលតបស្នងដែលបានតែងជាភាពឃ្លាវខ្លាស្វាហាប់ដែលចេះតែកើនច្រើនឡើងក្នុងបរិយាកាសវិជ្ជមាននិងភាពឃ្លាវខ្លាស្វាហាប់បែបនេះមនុស្សនឹងពេញចិត្តធ្វើការអស់ពីសមត្ថភាពព្រោះពួកគេដឹងថាអ្នកដឹកនាំចង់ឲ្យគេបានទទួលរឿងដែលល្អបំផុតចំណុចទី3ពេលអ្នកដទៃទទួលស្គាល់ភាពជាអ្នកដឹកនាំវានឹងជួយបង្កើនការប្រស័យទាក់ទងកាន់តែច្រើនក្នុងកម្រិតទី2នេះភាពជាអ្នកដឹកនាំដែលជាប់ជំពាក់នឹងមុខតំណែងដែលជាការគ្រប់គ្រងការងារតាមលំនាំខ្សែឈរពីថ្នាក់លើមកថ្នាក់ក្រោមនិងជំនួសដោយសម្ព័ន្ធភាពបែប
ចាំជួយគ្នាទៅវិញទៅមកដែលចាំបាច់ត្រូវពឹងលើការរួមប្រាស្រ័យគ្នាដ៏ល្អក្នុងកម្រិតការទទួលស្គាល់អ្នកដឹកនាំនឹងស្ដាប់ក្រុមការងារហើយក្រុមការងារក៏ស្ដាប់អ្នកដឹកនាំវិញដូចគ្នាលទ្ធផលនៃការប្រាស្រ័យតាក់ទងរវាងអ្នកដឹកនាំល្អជាមួយមនុស្សរបស់ខ្លួនក្នុងកម្រិតទី2យើងអាចប្រៀបធៀបទៅនឹងពំនូលរបស់ Jack Welch អតីតអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន General Electric គេបានអធិប្បាយពីអ្នកដឹកនាំក្នុងឧត្តមគតិថាជាបុគ្គលដែលមានលក្ខណៈដូចខាងក្រោមជាបុគ្គលដែលអាចកំណត់ទស្សនវិស័យបានថាចង់ឲ្យធុរកិច្ចទៅជាបែបណាឬធ្វើកិច្ចការអ្វីជាបុគ្គលដែលអាចតាក់ទងគ្នាក្នុងផ្នែកទាំងមូលបានច្បាស់ថាធុរកិច្ចរបស់ក្រុមហ៊ុនធ្វើអ្វីថែមទាំងអាចពិភាក្សាគ្នាទាំងស្ដាប់ទាំងជជែកទាំងរួមប្រស្រ័យដើម្បីឲ្យអ្នកដទៃទទួលស្គាល់ទស្សនវិស័យនេះក្រៅពីនេះអ្នកដឹកនាំក្នុងឧត្តមគតិក៏នៅសំដៅដល់បុគ្គលដែលតាំងចិត្តពុះពៀនិងជំរុញអ្នកដទៃឲ្យធ្វើតាមទស្សនវិស័យនោះរហូតដល់សម្រេចជោគជ័យ Well ថែមទាំងបានបញ្ចេញគំនិតថាលើសពីអ្វីទាំងអស់អ្នកដឹកនាំដ៏ល្អត្រូវបើកទូលាយទៅរកមនុស្សគ្រប់កម្រិតក្នុងអង្គភាពមិនថាជាខ្ពស់ជាងទាបជាងឬក្នុងកម្រិតស្មើគ្នាមិនជាប់ជំពាក់នឹងលំនាំតាក់ទងដែលកំពុងមានស្រាប់ពួកគេមិនប្រកាន់ខ្លួននិយាយត្រង់សាងភាពជឿជាក់ដោយធ្វើជាបុគ្គលដែលអ្នកដទៃចូលមកជិតបានយ៉ាងងាយស្រួលខ្ញុំជឿថាតាមធម្មជាតិទៅអ្នកដឹកនាំភាគច្រើនពូកែនិយាយជាងស្ដាប់ខ្ញុំដឹងថានេះជារឿងពិតពេលចាប់ផ្ដើមដើរលើមាគ៌ានៃភាពជាអ្នកដឹកនាំថ្មីខ្ញុំបានតាំងចិត្តផ្ទេរបន្តទស្សនវិស័យឲ្យអ្នកដទៃដឹងព្យាយាមធ្វើឲ្យអ្នកដទៃដឹងពីអ្វីដែលខ្ញុំចង់ធ្វើខ្ញុំចង់ប្រស័យតាក់ទងតាមបែបមួយច្រកគឺពីខ្ញុំទៅពួកគេលទ្ធផលគឺមានតែប៉ុន្មានអ្នកប៉ុណ្ណោះដែលទទួលស្គាល់ភាពជាអ្នកដឹកនាំឬទស្សនវិស័យរបស់ខ្ញុំធ្វើខុសដោយមិនបានដឹងច្បាស់ថាមាគ៌ានៃការធ្វើឲ្យអ្នកដទៃសុខចិត្តទទួលស្គាល់ទស្សនវិស័យវាត្រូវតែជាការប្រស្រ័យតាក់ទងទៅតាមលំនាំពីរច្រកមានន័យថាខ្ញុំត្រូវសិក្សារៀនសូត្រខ្លួនឯងនិងស្ដាប់អ្នកដទៃផងដែរកាលពីពេលថ្មីនេះចៃដន្យខ្ញុំបានអានពាក្យអធិប្បាយតួអក្សររបស់ចិនមួយតួជាកិរិយាសព្ទប្រែថាស្ដាប់ខ្ញុំគិតថាពាក្យអធិប្បាយខាងលើជួយឲ្យយល់ពីចំណងជើងនៃការប្រស្រ័យតាក់ទងបានល្អជាខ្លាំងពីនោះអានថា King ប្រកបដោយតួអក្សរតូចៗផ្សំគ្នាដែលមានន័យជាក់លាក់តួអក្សរទាំងនេះតំណាងឲ្យរូបអ្នកដែលវាបញ្ជាក់ថាអ្វីដែលសំខាន់គឺអ្នកដទៃពុំមែនអ្នកទេត្រចៀកជាឧបករណ៍សំខាន់សម្រាប់ស្ដាប់ចំណែកភ្នែកសម្រាប់ប្រើរកមើលថាមានរូបភាពប្រស្រ័យតាក់ទងណាខ្លះដែលមិនចេញមកជាពាក្យសម្ដីដែរឬទេក្រៅពីនេះគឺមានចំណាប់អារម្មណ៍ខ្លាំងបំផុតដែលនោះគឺជាអ្វីដែលគ្រប់គ្នាបានទទួលប្រសិនបើយើងតាំងចិត្តស្ដាប់គេនិយាយចំណែកបេះដូងគឺជារឿងដែលបញ្ជាក់ថាយើងបើកចិត្តទទួលដឹងពីអ្នកដទៃពុំមែនបានត្រឹមតែគិតនោះទេតែត្រូវយកវាមកដាក់ក្នុងចិត្តផងដែរនិយាយដោយរួមទៅគឺពេលខ្ញុំបង្កើនផ្នែកប្រស្រ័យតាក់ទងកាន់តែច្រើនក្នុងកម្រិតទី2ព្រមទាំងតាំងចិត្តស្ដាប់អ្នកដទៃពិតប្រាកដខ្ញុំសូមប្រគល់ទូនីតិទាំងនេះទៅឲ្យត្រចៀកខ្ញុំបានឮអ្វីដែលអ្នកនិយាយភ្នែកខ្ញុំមើលឃើញអ្វីដែលអ្នកនិយាយបេះដូងខ្ញុំជ្រួតជ្រាបដល់ក្នុងចិត្តនៅអ្វីដែលអ្នកនិយាយមានចំណាប់អារម្មណ៍ខ្លាំងបំផុតខ្ញុំឃើញពីគុណតម្លៃនិងសម្ដីរបស់អ្នកប្រសិនបើធ្វើរឿងទាំងអស់នេះពេលណាយើងនឹងសាងសម្ព័ន្ធភាពដ៏ល្អនិងអុកទាញអ្នកដទៃឲ្យមកធ្វើតាមយើងបានពេលអ្នកដឹកនាំបណ្ដុះសម្ព័ន្ធភាពជាមួយអ្នកដទៃក្នុងកម្រិតទី2ក្រៅពីធ្វើឲ្យសម្ព័ន្ធភាពបានល្អប្រសើរវាថែមទាំងជួយបង្កើតជាសហគមន៍ឡើងផងដែរអាមីតៃអេតសូនីអ្នកសង្គមវិទ្យាបានធ្វើការកត់សម្គាល់ថានៅពេលមានការប្រើពាក្យថាសហគមន៍ឬ community មនុស្សតែងនាំគ្នាយល់ថាវាជាទីកន្លែងដែលមនុស្សស្គាល់គ្នានិងយកចិត្តទុកដាក់រវាងគ្នាជាទីកន្លែងដែលមនុស្សពុំមែនគ្រាន់តែសួរថាសុខសប្បាយទេទៅតាមសុជីវធម៌នោះទេតែគេយកចិត្តទុកដាក់និងពាក្យឆ្លើយតបផងដែរភាពជាអ្នកដឹកនាំកម្រិតទី2នឹងជួយសាងបរិយាកាសដែលមនុស្សធ្វើការប្រកបដោយមនសិការនៃការរស់នៅរួមគ្នានិងមានការប្រស័យតាក់ទងគ្នាយ៉ាងបាត់ជំហរចំណុចទី4ការទទួលស្គាល់ភាពជាអ្នកដឹកនាំត្រូវយកចិត្តទុកដាក់ផ្ដល់ភាពសំខាន់ដល់មនុស្សគ្រប់គ្នា
រឿងដែលធ្វើឲ្យភាពជាអ្នកដឹកនាំកម្រិតទី2ដើរទៅមុខបានគឺសម្ព័ន្ធភាពរឿងនេះអាចកើតឡើងបានលុះត្រាតែមនុស្សផ្ដល់ការគោរពនិងមើលឃើញដល់គុណតម្លៃគ្នាទៅវិញទៅមកបើមិនរាប់អាននរណាម្នាក់អ្នកមិនអាចចងសម្ព័ន្ធភាពជាមួយពួកគេបានទេក្រៅពីនេះបើសេពគប់នរណាម្នាក់ហើយរាប់អានគេកាន់តែតិចសម្ព័ន្ធភាពក៏នឹងចុះខ្សោយទៅវិញដូច្នេះបើមិនគិតបារម្ភឬមិនយកចិត្តទុកដាក់នឹងនរណាអ្នកក៏មិនអាចបំពេញតួនាទីដឹកនាំពួកគេឲ្យលើសពីកម្រិតទី1ឡើយអ្នកដឹកនាំឆ្នើមសុទ្ធតែមើលឃើញគុណតម្លៃរបស់មនុស្សគ្រប់គ្នាថែមទាំងលើកកម្ពស់រឿងនេះក្នុងអង្គភាពឲ្យល្អប្រសើរផងដែរ Nelson Mandela ជាអ្នកដឹកនាំដ៏ឆ្នើមបំផុតម្នាក់ក្នុងសម័យយើងនេះគាត់គឺជាគំរូនៃអ្នកដឹកនាំដែលតែងផ្ដល់ភាពសំខាន់ដល់មនុស្សគ្រប់គ្នាភាពរឹងមាំនិងទន់ភ្លន់របស់គាត់បានល្បីសុសសាយហើយគាត់ថែមទាំងដឹងច្បាស់ថាឥរិយាបថរបស់ខ្លួនមានសារៈសំខាន់ចំពោះភាពជាអ្នកដឹកនាំកម្រិតណា Nelson Mandela បានកត់សម្គាល់ថាពេលជួបគ្រោះភ័យអ្នកដឹកនាំតែងតែនៅពីមុខតែនៅពេលត្រូវទទួលរង្វាន់អ្នកដឹកនាំដ៏ល្អនឹងនៅពីក្រោយហើយប្រសិនបើចង់បានការរួមសហការពីបុគ្គលជុំវិញអ្នកត្រូវធ្វើឲ្យគេមានអារម្មណ៍ថាពួកគេជាបុគ្គលសំខាន់វិធីដែលអាចធ្វើបែបនេះបានទាល់តែចេះដាក់ខ្លួនឲ្យលំទោនកាលពីពេលថ្មីៗនេះខណៈពេលធ្វើដំណើរទៅអាហ្វ្រិកខ្ញុំបានឈានចូលទៅបណ្ណាគារមួយនៅ Johannesburg ហើយចាប់សៀវភៅស្ដីអំពី Leading Like Madiba Leadership Lesson from Nelson Mandela ជាសៀវភៅនិពន្ធដោយ Martin Khalungku Banda ខ្ញុំអានលើយន្តហោះពីអាហ្វ្រិកទៅកេនយ៉ាសៀវភៅមួយក្បាលនេះពោពេញទៅដោយរឿងរ៉ាវដែលមនុស្សបានឃើញយ៉ាងប្រឆាំងថា Nelson Mandela អ្នកដឹកនាំរបស់ពួកគេបានផ្ដល់ភាពសំខាន់ដល់អ្នកដទៃជាច្រើននិងធ្វើឲ្យមនុស្សទាំងនោះមានអារម្មណ៍ល្អរឿងដែលខ្ញុំចូលចិត្តមួយគឺរឿងរបស់ Peter ជាអ្នកធុរកិច្ចដ៏ជោគជ័យម្នាក់ដែលលោកប្រធានាធិបតីបានអញ្ជើញមកទទួលទានអាហារពេលព្រឹកនៅផ្ទះរបស់លោកនៅថ្ងៃណាត់ជួប Peter តែងខ្លួនស្អាតបាតសូមឲ្យអ្នកបើកឡានរបស់ក្រុមហ៊ុនឈ្មោះ Domi បើកឡានជូនទៅផ្ទះប្រធានាធិបតី Peter មានអារម្មណ៍ចម្លែកជាខ្លាំងណាស់ដែលឃើញម្ចាស់កម្មវិធីឈរចាំខ្លួននៅនឹងកន្លែងចតឡានគេចាំបានថាខ្ញុំមានអារម្មណ៍បេតិសោមនស្សហើយខ្លាចចិត្តបំផុតដែលលោក Mandela ចេញមករងចាំខ្ញុំនៅខាងក្រៅផ្ទះគាត់ទន់ភ្លន់រាក់ទាក់ជាមួយអ្នកបើកឡានរបស់ខ្ញុំហើយបកដៃឲ្យគេចូលទៅក្នុងផ្ទះតាមទម្លាប់ក្រុមហ៊ុនអ្នកបើកបរតែងហុយចេញទៅឆ្ងាយហើយរងចាំនៅនឹងឡាន Mandela អញ្ជើញខ្ញុំទៅតុអាហារទទួលទានអាហារពេលព្រឹកមុននឹងចាប់ដើមម្ចាស់កម្មវិធីដូចជាសម្លឹងរកអ្វីម្យ៉ាងហើយក៏សួរថា Peter លោកមកពីអ្នកមែនទេខ្ញុំឆ្លើយថាអត់ទេខ្ញុំមកតែម្នាក់ឯងចុះបរិសម្នាក់ទៀតគាត់សួរបញ្ជាក់ខ្ញុំនៅតែឆ្លើយថាអត់ទេនោះគឺជាអ្នកបើកឡានឲ្យខ្ញុំទេគេរងចាំខ្ញុំនៅក្នុងឡានឯណោះពេលនោះ Mandela ក៏ចេញទៅរកអ្នកបើកបរហើយសុំឲ្យគេចូលរួមទទួលទានអាហារជាមួយយើងបន្ទាប់មកគាត់ក៏ដើរទៅក្នុងផ្ទះបាយប្រាប់ថា Domi នឹងទទួលទានអាហារជាមួយយើងសុំចានមួយបន្ថែមទៀត Peter មិនដែលភ្លេចរឿងដែល Mandela ធ្វើទេ Domi ខ្លួនឯងក៏ដូចគ្នា Peter និយាយបន្តថាបើអ្នកដឹកនាំរៀនសូត្រពីការមិនប្រកាន់នឹងតំណែងតូចតាចសូម្បីតែតំណែងអ្នកបើកឡានសន្តិសុខឬអ្នកបម្រើនិងយកចិត្តទុកដាក់ទៅលើបុគ្គលម្នាក់ៗនោះពួកគេទាំងនោះនឹងមិនគ្រាន់តែមានអារម្មណ៍ថាខ្លួនបានទទួលការផ្ដល់តម្លៃប៉ុណ្ណោះទេតែពួកគេថែមទាំងបានជួបបទពិសោធន៍ថ្មីៗក្នុងជីវិតផងដែរពួកគេនឹងខំប្រឹងធ្វើការយ៉ាងពេញទំហឹងនិងមានអារម្មណ៍ថាបានទទួលជោគជ័យដោយតាមក្តីរំពឹងរបស់ខ្លួននេះជាផលកើតឡើងដែលអ្នកដឹកនាំឆ្នាំបានផ្ដល់ឲ្យទៅមនុស្សរបស់គេប៉ុន្តែការយកចិត្តទុកដាក់លើអ្នកដទៃអ្នកមិនចាំបាច់ទាល់តែជាអ្នកដឹកនាំដ៏ឆ្នើមក៏បានគ្រាន់តែសម្រេចចិត្តថាធ្វើបែបនោះក៏បានទៅហើយគ្មានអ្វីធ្វើឲ្យមនុស្សយើងមានអារម្មណ៍ល្អស្មើនឹងការដែលអ្នកដទៃផ្ដល់ការគោរពនិងមើលឃើញគុណតម្លៃនោះទេក្នុងឋានៈជាអ្នកដឹកនាំកម្រិតទី2គោលដៅរបស់អ្នកគួរតែជាការទទួលស្គាល់ថាអ្នកដទៃមានភាពដោយឡែកដែលខុសពីគេដូចម្តេចខ្លះហើយរកវិធីលើកសរសើរភាពដោយឡែកទាំងនោះអ្នកត្រូវធ្វើឲ្យគេដឹងថាពួកគេមានភាពសំខាន់ត្រូវធ្វើឲ្យពួកគេដឹងថាពួកគេពុំមែនគ្រាន់តែជាបុគ្គលិកសាមញ្ញនោះទេ
តែគេគឺជាមនុស្សដែលមានចិត្តមានបេះដូងឥរិយាបថបែបនេះនឹងបង្កើតឲ្យមានផលវិជ្ជមានចំពោះអ្នកដទៃនិងជួយឲ្យអ្នកមានភាពជាអ្នកដឹកនាំដែលកាន់តែរឹងមាំក្នុងអំឡុងពេលដែលខ្ញុំចាប់ផ្ដើមធ្វើការផ្នែកសាសនាពុកបានណែនាំរឿងមួយដល់ខ្ញុំថាកូនអើយមនុស្សភាគច្រើនដែលដើរចូលមកក្នុងព្រះវិហារសុទ្ធតែមានអារម្មណ៍ថាខ្លួនគ្មានតម្លៃខ្វះទំនុកចិត្តលើខ្លួនឯងនិងកណ្ដោចកណ្ដែងដូច្នេះទូនីតិរបស់កូនគឺត្រូវផ្លាស់ប្ដូរអារម្មណ៍បែបនេះឲ្យបានខ្ញុំមិនដែលភ្លេចពាក្យណែនាំខាងលើនេះទេរយៈពេល26ឆ្នាំក្នុងគណៈជាគ្រូកងវិលខ្ញុំព្យាយាមធ្វើតាមការណែនាំរបស់ឪពុកជានិច្ចហើយយកមកប្រតិបត្តិក្នុងសម្ព័ន្ធភាពផ្នែកធុរកិច្ចដល់ថ្នាក់ខ្ញុំយករឿងនេះមកប្រើក្នុងគ្រួសារផងដែរសប្តាហ៍ថ្ងៃខ្ញុំនឹងធ្វើឲ្យ Margaret ភរិយារបស់ខ្ញុំដឹងថាខ្ញុំឃើញនាងមានគុណតម្លៃកម្រិតណាពេលកូនកំពុងរីកលូតលាស់យើងបានព្យាយាមសាងបរិយាកាសដែលបង្ហាញថាយើងមើលឃើញគុណតម្លៃរបស់ពួកគេនិងប្រគល់សេចក្តីស្រឡាញ់ឲ្យដោយប្រាចាកលក្ខខណ្ឌផ្សេងប៉ុណ្ណឹងក៏នៅមិនគ្រប់គ្រាន់ដែរក្នុងឋានៈជាតាយាយ Margaret និងខ្ញុំរីករាយនឹងឃើញចៅរីកចម្រើនដោយឪពុកម្ដាយរបស់គេយើងបង្ហាញឲ្យឃើញជារៀងរាល់ថ្ងៃថាពួកគេសំខាន់ចំពោះយើងកម្រិតណាមានរឿងដូចគ្នាមួយមិនថាក្នុងធុរកិច្ចធំរដ្ឋាភិបាលស្ថាប័នសិក្សានិងស្ថាប័នសាសនាទេនោះគឺមនុស្សគ្រប់គ្នាសុទ្ធតែឃើញពីគុណតម្លៃនិងគោរពគ្នាក្នុងឋានៈជាអ្នកដឹកនាំដែលឈានឡើងមករកកម្រិតទី2អ្នកក៏អាចបង្កើតលំនាំទាំងនោះឡើងនៅក្នុងអង្គភាពបានដូចគ្នាចំណុចទី5ពេលអ្នកដទៃព្រមទទួលស្គាល់ភាពជាអ្នកដឹកនាំទំនុកចិត្តក៏កើតមានព្រមគ្នាដែរអ្នកដឹកនាំដែលឈានពីកម្រិតទី1មកដល់កម្រិតទី2គេនឹងឈប់ព្យាយាមបំពេញចិត្តអ្នកដទៃដើម្បីរក្សាតំណែងទៀតហើយតែគេចាប់ផ្ដើមសាងទំនុកចិត្តដើម្បីចងសម្ព័ន្ធភាពជំនួសវិញរឿងនេះអាចពិបាកធ្វើបន្តិចព្រោះអ្នកដឹកនាំតែងផ្ដល់ភាពសំខាន់ទៅលើការបំពេញចិត្តអ្នកដទៃច្រើនជាជាងការបង្ហាញឲ្យឃើញពីសុចរិតភាពរឿងនិទានក្នុងសៀវភៅដែលនិពន្ធដោយ Bill Hybels ចាត់ទុកជាឧទាហរណ៍ដ៏ល្អពីអ្វីដែលអាចកើតឡើងពេលអ្នកដឹកនាំចង់បំពេញចិត្តអ្នកដទៃ Bill សរសេរថាវរៈសេនីយ៍ឯកដែលទើបនឹងបានទទួលតំណែងថ្មីបានផ្លាស់ចូលមកធ្វើការក្នុងការិយាល័យបណ្ដោះអាសន្នអំឡុងពេលមានសង្គ្រាមជុំសមុទ្រពេលមកដល់ភ្លាមខណៈពេលកំពុងរៀបចំរបស់របរផ្សេងគេក្រឡេកទៅឃើញពលទាហានម្នាក់ដើរតម្រង់ចូលមកព្រមទាំងកាន់កេសសម្ភារៈមកជាមួយដោយសារតែចង់ឲ្យគេឃើញថាជាមនុស្សសំខាន់វរៈសេនីយ៍ឯកនោះក៏ប្រញាប់ងាកទៅស្រវាទូរស័ព្ទមកនិយាយលោកឧត្តមសេនីយ៍បាទទៀនខ្ញុំគិតថាផែនការនេះអស្ចារ្យខ្លាំងណាស់វរៈសេនីយ៍ឯកនិយាយតខ្ញុំគាំទ្រផែនការនេះយ៉ាងពេញទំហឹងសូមអរគុណដែលលោកនាយបានទូរស័ព្ទមកផ្ដល់ដំណឹងដល់ខ្ញុំថាហើយគេក៏ដាក់ទូរស័ព្ទចុះរួចងាកទៅសួរពលទាហានតើលោកមានការអ្វីដែរបាទខ្ញុំមកតខ្សែទូរស័ព្ទជូនពលទាហានឆ្លើយទំនុកចិត្តជាមូលដ្ឋាននៃការទទួលស្គាល់បើអ្នកស្មោះត្រង់ជាមួយអ្នកដទៃអ្នកនឹងសាងបានទំនុកចិត្តកាន់តែសាងទំនុកចិត្តបានច្រើនប៉ុណ្ណាសម្ព័ន្ធភាពក៏កាន់តែស្អិតរមួតសម្ព័ន្ធភាពកាន់តែល្អប៉ុណ្ណាអ្នកដឹកនាំកាន់តែទទួលបានការគាំទ្រពីអ្នកដទៃឲ្យគេធ្វើជាអ្នកដឹកនាំច្រើនប៉ុណ្ណោះនេះជាដំណើរការដែលត្រូវប្រើពេលវេលាភាពសកម្មនិងការតាំងចិត្តពិតប្រាកដគ្រាមានវិបត្តិមនុស្សនឹងនៅជាមួយបុគ្គលដែលពួកគេទុកចិត្តពលគឺមនុស្សដែលមិនងាករាចិត្តពីពួកគេតែជាអ្នកដែលចូលមកគៀកស្មាគ្នាយ៉ាងពិតប្រាកដដោយលោក James Stockdale ឧត្តមនាវីឯក James Stockdale ដែលចូលនិវត្តន៍ទៅហើយធ្លាប់និយាយថាគ្រាមានវិបត្តិមនុស្សនឹងនៅជាមួយបុគ្គលដែលពួកគេទុកចិត្តពលគឺមនុស្សដែលមិនងាករាចិត្តពីពួកគេតែជាអ្នកដែលចូលមកគៀកស្មាគ្នាយ៉ាងពិតប្រាកដនេះគឺជាអានុភាពនៃការទទួលស្គាល់នៅពេលដែលត្រូវជួបនឹងឧបសគ្គឬបញ្ហាសម្ព័ន្ធភាពជាមួយអ្នកដទៃគឺជាអាវក្រោះការពារដ៏ល្អខណៈពេលជួបនឹងឱកាសភ្ជាប់សម្ព័ន្ធភាពវាគឺជាចំណុចចាប់ផ្ដើមដ៏ល្អទំនុកចិត្តជារឿងដែលអ្នកណាក៏ចង់បានអ្វីទាំងនេះគឺដើម្បីឲ្យទទួលអារម្មណ៍ថាមានសុវត្ថិភាពរហូតដល់អាចស្ថាបនាច្នៃប្រឌិតចែករំលែកបង្កើតសំណួរសូមព្យាយាមសាកល្បងប្រថុយធ្វើរឿងផ្សេងឲ្យបានបើគ្មានទំនុកចិត្ត
ភាពជាអ្នកដឹកនាំមុខជាចុកខ្សោយហើយមិនអាចធ្វើការរួមគ្នាជាមួយក្រុមបានទេ